បាទសួស្តីសមាជិកដែលក្នុងក្រុម Unlock 2024ទាំងអស់គ្នាបាទឥឡូវយើងចូលមកដល់មេរៀនទី2បាទបន្ទាប់អំពីយើង download Unlock 2 និងបិទអង្គទីបរិហើយយើងនិយាយពីការ download driver ម្ដងបាទឥឡូវយើងកុំឲ្យខាតពេលយូរយើងបើក Unlock 2 ធម្មតាមកបាទហើយនៅក្នុង Unlock 2 គឺវាមាន driver របស់វាស្រាប់តែខ្ញុំមិនណែនាំអ្នកនរគ្នាប្រើ driver ហ្នឹងទេដោយសារពេលខ្លះ driver ហ្នឹងមានមួយចំនួនក៏បានការមួយចំនួនទៀតក៏ប្រើអត់ការដែរអញ្ចឹងយើងគួរតែប្រើ driver មួយនេះវិញបាទអញ្ចឹងខ្ញុំដាក់ link ខាងក្រោមនឹងឲ្យបាទ driver ហ្នឹងយើងវាយតែ QLM មកបាទ Q ឈប់បាទខ្ញុំវាយតែប៉ុណ្្នឹងមកនេះយើងវាយតែប៉ុណ្្នឹងមកនេះ QLM MTK driver យើងវាយតែប៉ុណ្្នឹងមកណាបាទពេលយើងវាយតែប៉ុណ្្នឹងមកយើង download មកនេះមកអានេះយើងនិយាយពីការដំឡើងមុនដំបូងគេបំផុតបាទហើយក្នុងចំណោម driver ទាំងអស់នេះយើងមើលទៅលើ version វាថាណាលេខចុងក្រោយគេ 3.2.1 នេះគឺជា version ដែលខ្ពស់ជាងគេហើយបាទបើថា 3.1.9 នៅទេអញ្ចឹងយើង download យកអាណាខ្ពស់ជាងគេណាបាទការចំនួនមុនខ្ញុំប្រើតែ 2.0 នេះទេ 2.0 នេះគឺវាដំណើរការល្អតែគាត់ថាដល់ពេលក្រោយនេះខ្ញុំតេស្តទៅលើ 3.2.1 នេះគឺវាល្អដូចគ្នាបាទអញ្ចឹងយើងយកអាចុងក្រោយគេមកអញ្ចឹងកុំឲ្យខាត់ពេលយើង download មកបាទតែយើងវាយមិញដូចខ្ញុំប្រាប់អញ្ចឹងណាបាទ QLM driver មកវាយដូចមិញអញ្ចឹងឥឡូវយើងចូលមក download មកបាទយកមិនពិបាកទេអានេះស៊ីមេតូចទេតែ29មេជាងទេយើងរៀន download តិចទៅណាយើងវាយតែម្ដងទៅវាចាំហើយយើងវាយថា QLM បាទ QLM MTK driver នេះយកលើគេនេះមកបាទផ្សេងទៀតនេះវាមានច្រើនទៀតតែខ្ញុំ recommend ឲ្យយកលើនេះទៅបាទឥឡូវយើង download ចប់ហើយវាស៊ីមេតូចទេបាទយើង download ចប់ហើយក្នុងកន្លែងទៅនេះបាទក្នុងកន្លែងនេះយើងចង់ពលាចេញមក extract file ចេះមកក៏បានឬក៏យើងចង់ចុច double click លើវាក៏បានដែរបាទយើងចង់អញ្ចឹងហើយចាំយើង install វាអញ្ចឹងក៏បានឬក៏អ្នកនរគ្នាលឿនយើងចុចលើវា2ដងមកហើយ install ធម្មតាអញ្ចឹងក៏បានដែរបាទអញ្ចឹងយើងយកជំរើសមួយណាល្អយកទៅហើយបើខ្ញុំភាគច្រើនខ្ញុំខ្ជិលពលាច្រើនខ្ញុំ install direct ចឹងបងបាទយើងក៏ download វាហើយយើង install ធម្មតាមកនិចយហ្នឹងទៅបាទអានេះចំពោះអ្នកដែលមិនទាន់មាន driver យើងនិយាយពីការឈូស Windows ថ្មីឬក៏អ្នកដែលមានដែលបានទិញកម្មវិធីឬក៏ធ្វើទៅហើយវាមានបញ្ហា driver គឺយើងចូលទៅ remove វាចោលសិនហើយចាំយើង install សារថ្មីមកធ្វើដូចខ្ញុំអញ្ចឹងណាបាទហើយយើងចាំវាឲ្យចប់មកកន្លែងនេះវាសួរយើងបើសិនណាជាយើងយកខាងលើនេះយើងត្រូវ restart computer សិនបន្ទាប់មកយើងកុំយកអីបាទតាមភាគច្រើនគឺខ្ញុំយកតែ account ទេដោយសារម៉េចវាអត់ដើម្បី restart ទេយើងធ្វើការបន្តទៀតទៅតែបើយើងមានបញ្ហាច្រើនយើង restart មួយទៅបាទនេះ driver MTK ជាមួយ Qualcomm គឺមានតែប៉ុណ្្នឹងឯងបាទយើងតម្លើងតែប៉ុណ្្នឹងមកហើយយើងចាំចូលមកក្នុង Unlock Tool វិញបាទ Unlock Tool វាមានរបស់វាស្រេចហើយគឺមានពាក្យថា download driver for brand បាទទី2នេះយើងរកពីក្រោមទៅទី2បាទយើងចុចលើវាមួយមកបាទវាមាន driver ច្រើនក្នុងហ្នឹងខាងលើនេះគឺ driver របស់ iPhone តើតើជាមួយនឹងការធ្វើ iPhone ហើយប្រហែលនេះទេមិនខ្វល់ទេដាក់ file អីនេះហើយ install driver ហ្នឹងអ្នកនរគ្នាគួរតែធ្វើតាមខ្ញុំទៅបាទយើង install តែ driver Spectrum បាទ driver Spectrum យើងយកមកនេះយើងចុចលើនឹងមួយមក download driver Spectrum ហ្នឹងមកបាទគឺវាទៅទាំងអស់អាហ្នឹងយើងសាច់យើងរើសទេអានេះទីតាំងណាបាទទីតាំងស្អែកយើងរើសទៅដាក់តាណាដាក់ទៅយើងចង់ដាក់តាណាក៏ដាក់ស្អែកយើងបាទហើយខ្ញុំ download អាហ្នឹងមួយតើមកខ្ញុំមក download មួយទៀតបាទយើងចូលមកកន្លែងមិញហ្នឹង Spectrum ហ្នឹងវាមាន USB DK នេះបើសិនណាជាវាទៀមទាឲ្យតម្លើងក៏យើងតម្លើងទៅបាទ USB DK ហ្នឹងតែខ្ញុំតម្លើងអស់ហើយអញ្ចឹង USB DK ហ្នឹងក៏យើងត្រូវការតម្លើងដែរបើសិនណាជាលក្ខខណ្ឌមួយដែលយើងធ្វើទៅវាទៀមទាឲ្យយើងតម្លើង USB DKបាទបន្តមកយើងដោននេះមួយទៀតមក Spectrum មានតែ2នឹងឯងប្រើតែ2ហ្នឹងទៅបាទបន្ទាប់ពីយើងប្រើទាំង2ហ្នឹងហើយយើងចូលទៅដល់នេះមកទៅ install វាបាទ install នេះយើង install វា extract វាចេញសិនមកព្រោះភាសាពេលខ្លះ driver វាហ្នឹងវាទាមទារយើង extract សិននៅពេលដែលយើងអត់ extract វាអត់តម្លើងឲ្យទេបាទអញ្ចឹងយើងមើលថា
វាមាន32និង64អញ្ចឹងអ្នកនរគ្នាថាកុំព្យូទ័ររបស់យើងវាជាប្រព័ន្ធ32 bit ឬក៏64 bit ហើយលក្ខណៈនៃការមើលយើងចូលមកកន្លែង My Computer នេះយើងយកពាក្យ property បាទ property មកយើងមើលកុំព្យូទ័រយើងថាវា bit ប្រមាណនេះរបស់ខ្ញុំមក64 bit នេះណាបាទបើសិនណាជាកុំព្យូទ័រអ្នកនរគ្នា32កន្លែងហ្នឹង system ថៃនេះបើសិនណាកន្លែងហ្នឹងដាក់32យើង install នេះ32ដែរតែបើសិនណាជាកន្លែងនេះដាក់64យើងត្រូវ install នេះ64ដែរអញ្ចឹងណាបាទយើង install មកបាទយើងចុច install ធម្មតាអញ្ចឹងមកបាទនេះសារខ្ញុំ install ឲ្យមួយសារហើយបាទខាងហ្នឹងយើងមិនបាច់ខ្វល់ទេហើយយើងចូលទៅមួយទៀតអាមាញ់ហ្នឹងបាទយើង extract មកពួកនេះសារខ្ញុំ install ឲ្យមួយសារហើយក៏ខ្ញុំតេស្តឲ្យស្រេចដែរបាទអានេះដូចគ្នាយើងតម្លើង install ដូចគ្នាមកបាទតម្លើង2នឹងចោលមកតែពិតវាត្រូវរត់តំណឹងមកបន្តិចមកបានវាឲ្យយើង install នេះយះរហូតអញ្ចឹងណាបើសិនណាជាវាទៀមទាតែបើយើងអត់ទៀមទាទេយើង install តែប៉ុណ្្នឹងទៅហើយសារកុំព្យូទ័រយើងមានស្រេចហើយបាទអាហ្នឹងតែប៉ុណ្្នឹងទៅបានហើយបន្ទាប់មកយើងចូលមកកន្លែងនេះវិញបាទអា Libus driver ហ្នឹងយើងចូល down មិញក៏បានមកកន្លែងនេះក៏បានដែរបាទយើងចូលមកកន្លែងនេះមកនេះវាមានដាក់ពាក្យថា Libus USB driver នេះវាមានបញ្ហាបន្តិចអញ្ចឹងយើងចូល down កន្លែងមិញក៏បានដែរបាទយើងចូល down មកកន្លែងមិញមក driver មិញហ្នឹងបាទមិញវាអត់ឲ្យយើងចូលមក down កន្លែងមិញមកបាទ Libus driver USB ហ្នឹងគេ USB lib បាទនេះយើងដាក់នេះមួយទៀតមកបាទយើងដាក់អាហ្នឹងមួយទៀតមកបាទអាហ្នឹងរបៀប download driver វាពេលដែលយើងថ្មីថ្មោងអត់តន់ចេះអីសោះយើង fix driver វាអញ្ចឹងមកបាទយើង open direct ក៏បានឬក៏យើងពលាវាយកមក install ក៏បានដែរបាទតាមចិត្តចង់យកមួយណាក៏បានដែរយើង accept មកបាទយើងមើលផងណាបើឲ្យយើង yes accept មកបាទនេះសារខ្ញុំ install ឲ្យមួយសារដល់ពេលចាប់បាននេះអញ្ចឹងវាឡានដែរចឹងកន្លែងលក្ខខណ្ឌទៅនេះមួយខ្ញុំប្រាប់ឲ្យយល់ត្រូវយើងចុចខាងក្រោមនេះសិនមកបាទយើងយកហ្នឹងមកហើយចុច next បាទថា remove driver ចាស់ចោលអស់បាទចឹងហើយបន្តមកយើងយកទៅលើវិញឥឡូវចុច next ដដែលមកអញ្ចឹងបើសិនណាជាអ្នកនរគ្នាប្រើ USB វាមានថា USB input device នេះយើងចុច install អស់មកមានប្រហែល 3 4ហ្នឹងចុចអស់មកណាបាទយើងចុចអស់មក USB input device នេះមាន 3 4អញ្ចឹងយើងទុកអសល់ប្រហែលនេះទុកទៅតែប្រហែលទេយើងចុច install វាអស់មក driver តែប៉ុណ្ណឹងគឺហើយបាទចាំឥឡូវហ្នឹងដោយសារខ្ញុំអត់មានទូរស័ព្ទនៅដៃខ្ញុំធ្វើរបៀប fix driver ពួក MTK ហ្នឹងមកតង់ទៀតតែឥឡូវហ្នឹងយើងចេះប៉ុណ្ណឹងសិនទៅពីរបៀប download driver នៅក្នុង unlock tool ហ្នឹងគឺយើង install តែប៉ុណ្្នឹងហើយជាមួយនឹង Spectrum Qualcomm ជាមួយនឹង MTK មិញហើយបាទហើយនឹងជាមួយនឹងពពួក MTK Spectrum ហើយ Qualcomm 3ហ្នឹងហើយនឹងការ fix Libus driver មិញហ្នឹងគឺឃើញថាអ្នកនរគ្នាអាចនឹងយកខ្លះហើយតាក់ទងជាមួយនឹងការ download ដែលខ្ញុំបានបង្ហាញមិញអញ្ចឹងណាបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូនេះដែរបាទអញ្ចឹងក៏សូមជួបខ្ញុំនៅវីដេអូក្រោយទៀតព្រោះថាបើសិនណានិយាយច្រើនពេកហើយអ្នកនរគ្នាអត់យល់ធ្វើតិចហ្នឹងទៅស្រួលងាយយល់បាទហើយធ្វើតាមខ្ញុំមកដំណាក់កាលទៅបាទហើយក្នុងការធ្វើយើងកុំភ្លេចបិទអង្គទីវីដេអូផងបាទអរគុណច្រើន